ពីសាប្រវត្តិវិទ្យាបាត់ឌុប2018ណាត់ទីសាដោយសំណួរទី1តើនៅនយោបាយខ្មែររូបណាដែលបានបញ្ចប់សង្គ្រាមនៅក្នុងស្រុកនៅឆ្នាំ1998សំណួរទី2តើអាណាព្យាបាលបារាំងបាននាំអ្វីខ្លះមកដល់កម្ពុជាសំណួរទី3ចូលពន្ធនាពីកត្តាសំខាន់ដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ដល់ឆ្នាំ1979ដួលរលំសំណួរទី4ចូលពន្ធនាពីទូនីតិសហគមន៍អាស៊ាននៅអាស៊ីអាគ្នេយ៍និងសំណួរទី5តើសន្តិភាពដែលសម្រេចបានចាប់ពីឆ្នាំ1998បាននាំអ្វីខ្លះមកដល់កម្ពុជាឡើយទី1នយោបាយខ្មែរដែលបានបញ្ចប់សង្គ្រាមនៅក្នុងស្រុកក្នុងឆ្នាំ1998គឺសម្ដេចតេជោហ៊ុនសែនសំណួរទី2អាណាព្យាបាលបារាំងបាននាំផលវិជ្ជមាននិងអវិជ្ជមានមកដល់កម្ពុជាដូចជាទី1ចំណុចវិជ្ជមានបារាំងបានជួយការពារទឹកដីពូជសាសន៍ខ្មែរឲ្យបានគង់វង្សទី2បារាំងបានធ្វើឲ្យរួចផុតពីការឈ្លានពានរបស់យួននិងសៀមទី3បង្កើតភាសាចុងបពាប្រទេសសិក្សាស្រាវជ្រាវនិងចុងក្រងពីអរិយធម៌ប្រវត្តិសាស្ត្រខ្មែរទុកជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយទី4បារាំងបានជួយកែតម្រង់ផ្នែករដ្ឋបាលសង្គមនិងសេដ្ឋកិច្ចខ្មែរទី5ជួយកសាងសាលារៀនមន្ទីរពេទ្យស្ពានផ្លូវថ្នល់ទី6បារាំងបានជួយថែរក្សានិងជួសជុលប្រាសាទបុរាណខ្មែរនិងកសាងមន្ទីរដើម្បីថែរក្សាវត្ថុបុរាណនិងឆ្នាំ1904បារាំងបានទាមទារយកខេត្តកោះកុងលោកព្រៃស្ទឹងត្រែងឲ្យខ្មែរវិញនៅឆ្នាំ1907បានទាមទារយកខេត្តសៀមរាបបាត់ដំបងសេរីសុភ័ណ្ឌមកឲ្យខ្មែរវិញចំណុចអវិជ្ជមានបារាំងកាន់តែធ្វើឲ្យខ្មែរក្រីក្រដោយបារាំងបានធ្វើការជិះជាន់កេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើទឹកដីខ្មែរបារាំងបានគេខ្មែរឲ្យទៅជួយច្បាំងស្លាប់របួសជួសបារាំងនៅក្នុងសមរភូមិសង្គ្រាមលោកលើកទី2បារាំងបានកាត់ទឹកដីខ្មែរឲ្យសៀមយួនស្រេចតែចិត្តដូចជានៅឆ្នាំ1947កាត់ខេត្តទួលត្រែឲ្យទៅសៀមនិងថ្ងៃទី4មិថុនាឆ្នាំ1949កាត់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនសំណួរទី3សម្រាប់ចំណុចទី3កត្តាសំខាន់ដែលនាំឲ្យកម្ពុជាប្រជាធិបតេយ្យនៅឆ្នាំ1975ដល់ឆ្នាំ1979ដួលរលំគឺកត្តាប្រជាជនមិនពេញចិត្តនឹងរបបកម្ពុជាប្រជាធិបតេយ្យដែលបានធ្វើបែបកាប់សម្លាប់គ្មានត្រាពិន័យបង្អត់អាហារប្រើឲ្យធ្វើការជាទម្ងន់ដោយប្រជាជនឡើងគ្រប់គ្រងរបបនេះទៀតកត្តាវិសុទ្ធកម្ពុជាប្រជាធិបតេយ្យឡើងជួយទុកចិត្តគ្នាឯងតាំងពីថ្នាក់បច្ឆឹមភូមិភាគតំបន់រហូតដល់ភូមិឃុំនាំឲ្យមានការកាប់សម្លាប់ប្រជាជនឆ្លងត្រង់អស់ជាច្រើនរួមទាំងមេដឹកនាំកម្ពុជាប្រជាធិបតេយ្យខ្លួនឯងផ្ទាល់រួមមានសោធឹមវេនរ៉េតគុយធុនញាប់រស់ហ៊ុតនីតហ៊ូយុនជួនចេតណៃសារ៉ាត់ជាដើមសង្គ្រាមជាមួយនឹងវៀតណាមនៅឆ្នាំ1975ខ្មែរក្រហមបានបញ្ជូនកងទ័ពទៅព្រំដែនជាពិសេសព្រំដែនវៀតណាមនិងមានការប៉ះទង្គិចគ្នាជាមួយវៀតណាមនៅឆ្នាំ1977ពួកគាត់បានបណ្ដេញប្រជាជនវៀតណាមឲ្យចេញពីកម្ពុជានិងមានការវេរប្រយុទ្ធគ្នាយ៉ាងជាលក្ខណៈទ្រង់ទ្រាយធំជាមួយវៀតណាមនៅថ្ងៃទី2ខែធ្នូឆ្នាំ1978រំលែកសឹកសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតឡើងនិងបានសហការជាមួយនឹងកងទ័ពវៀតណាមបានវាយរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី7មករាឆ្នាំ1979សំណួរទី4តើទូនាទីអាស៊ាននៅអាស៊ីអាគ្នេយ៍មានផ្នែកនយោបាយរក្សាសន្តិសុខសន្តិភាពក្នុងតំបន់និងអន្តរជាតិទី2ចូលរួមដោះស្រាយវិវាទឬចំនួនក្នុងតំបន់និងអន្តរជាតិទី3ធ្វើឲ្យមានភាពត្រូវធ្វើឲ្យមានឯកភាពក្នុងការដឹកនាំស្របតាមលទ្ធិប្រជាធិបតេយ្យផ្នែកសេដ្ឋកិច្ចជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅក្នុងតំបន់និងពិភពលោកជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងអភិវឌ្ឍទីផ្សារដើម្បីប្រកួតប្រជែងនៅក្នុងប្រទេសជឿនលឿនបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរដើម្បីបង្កើតការងារនិងប្រាក់ចំណូលដល់ប្រជាជនផ្នែកសង្គមជំរុញកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ជំនឿសាសនានិងប្រពៃណីទំនៀមទម្លាប់ផ្លាស់ប្ដូរបទពិសោធន៍ផ្នែកអប់រំសិក្សាធិការការបណ្ដុះបណ្ដាលធនធានមនុស្សបច្ចេកវិទ្យានិងវិទ្យាសាស្ត្រលើកកម្ពស់សិទ្ធិមនុស្សនិងសុខភាព gender ក្នុងតំបន់បង្កើតទំនាក់ទំនងល្អរវាងប្រទេសជាតិនានាក្នុងតំបន់និងលើពិភពលោកទី5សន្តិភាពដែលបានសម្រេចចាប់ពីឆ្នាំ1998បាននាំមកនូវការអភិវឌ្ឍនៅប្រទេសកម្ពុជាលើគ្រប់វិស័យដូចជាវិស័យនយោបាយកម្ពុជាមានសុខសន្តិភាពនិងមានស្ថិរភាពនយោបាយមានការបោះឆ្នោតជ្រើសរើសមេដឹកនាំតាមបែបប្រជាធិបតេយ្យ1999កម្ពុជាចូលជាសមាជិកអាស៊ាន2004ចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងវិស័យសង្គមលើកស្ទួយវិស័យសុខាភិបាលបង្កើតមន្ទីរពេទ្យមជ្ឈមណ្ឌលសុខភាពពីទីក្រុងដល់ជនបទ
ទី2វិស័យអប់រំរីកចម្រើនមានសាលារៀនគ្រប់កម្រិតគ្រប់ទីកន្លែងកំណើនធនធានមនុស្សកោះកកាយវប្បធម៌ឲ្យរស់ឡើងវិញដាក់បញ្ចូលបេតិកភណ្ឌពិភពលោកព្រមរមនីក្នុងសាសនាដល់សិទ្ធិដល់ស្ត្រីសភាព gender និងវិស័យសេដ្ឋកិច្ចកសិកម្មការអនុវត្តនយោបាយការអនុវត្តនយោបាយទឹកបានបង្កើតប្រព័ន្ធធារាសាស្ត្រផាត់ខ្វែងពន្លដីដាំដុះកំណើនទិន្នផលកសិកម្មឧស្សាហកម្មកំណើនរោងចក្រឧស្សាហកម្មជាច្រើនដូចជារោងចក្រក្រដាសរោងចក្រនភ័ណ្ឌក្តារបន្ទះស៊ីម៉ងត៍សហគ្រាសផ្នែកពាណិជ្ជកម្មនាំចេញនៅផលិតផលកសិកម្មដូចជាស្រូវអង្កតម្រេចកប្បាសសម្បូរវិនិយោគទុនសម្បូរទីផ្សារធនធានធនាគារហិរញ្ញវត្ថុលេខឡើងនៅធនាគារឯកជនជាច្រើនស្ថិរភាពអត្រាប្តូរប្រាក់ប្រព័ន្ធទឹកភ្លើងគ្រប់ទីកន្លែងនិងកំណើនសេដ្ឋកិច្ចជារៀងរាល់ឆ្នាំវិស័យសមាគមសាងសង់ផ្លូវជាតិផ្លូវដែកស្ពាននិង